នេះជាវីដេអូដែលមានទាំងការរំភើបផងនិងការឈឺចាប់ផងស្ត្រីម្នាក់ដែលអស្ចារ្យស្ត្រីម្នាក់ដែលខ្លាំងក្លាស្ត្រីម្នាក់ដែលជួបបញ្ហាមិនដែលរត់គេចតវ៉ាមិនដែលចោលឆៃវាសនាប្រឹងរក្សាកូនស្ត្រីម្នាក់ដែលតែញញឹមនេះជាវីដេអូមុនសម្រាប់អូនមួយថ្ងៃខ្ញុំក៏អត់គិតថាខ្ញុំនឹងសម្រាប់អូនលឿនចឹងដែរដោយសារកាលមុនមួយថ្ងៃហ្នឹងខ្ញុំទៅ check up នៅពេទ្យហើយក៏អត់មានឃើញសញ្ញាឈឺពោះអីដែរហើយនៅគ្រូពេទ្យគាត់លុកមើលទៅឃើញថាក្បាលកូនក៏រៀងនៅឆ្ងាយដែរគាត់ថាប្រហែលជាមួយអាទិត្យអីទៀតចឹងខ្ញុំមួយប្តីខ្ញុំហ្នឹងក៏អត់មានបញ្ញាភាពចាំអីដែរតែដល់ពេលយប់ថ្ងៃស្អែកហ្នឹងខ្ញុំមានអាការៈរឹងពោះហើយធ្លាក់លំអិលលីឈាមមកហើយក៏អត់គិតខ្លួនឯងថានឹងសម្រាប់ថ្ងៃហ្នឹងដែរយកអីវ៉ាន់មកតែមកកន្ត្រកកត់ខ្ញុំមកដល់ពេទ្យនេះម៉ោង12ជាងហើយនិយាយទៅឡើងស្ងាត់ហ្មងមានតែខ្ញុំទេពេលហ្នឹងស្បូនខ្ញុំបើកបានមួយកម្មហើយតែខ្ញុំនៅញឹមហើយសើចធម្មតានិយាយទៅអត់នឹកឃើញថាខ្លួនឯងនឹងសម្រាប់ថ្ងៃហ្នឹងទេអញ្ចឹងហើយខាងអ្នកគ្រូពេទ្យក៏គាត់ឲ្យខ្ញុំឡើងទៅបន្ទប់សម្ភារៈដើម្បីតាមដានអាការៈបន្តទៀតព្រោះដោយសារស្បូនខ្ញុំបើកបានមួយកម្មហើយនិយាយទៅលឿនមែនតើសម្រាប់កូនទី2នេះព្រោះអត់មានអាការៈអីទាំងអស់ហ្មងពេលមកដល់បន្ទប់ភ្លាមហ្នឹងខ្ញុំក៏អត់មានកេងសម្រាប់អីដែរខ្ញុំដើរចុះដើរឡើងដើម្បីឲ្យមាត់ស្បូនខ្ញុំបើកព្រោះឮថាតែពេលយើងដើរទៅមាត់ស្បូនយើងឆាប់បើកខ្ញុំខំរកអស់វិធីសាស្ត្រហើយមានទាំងការហាត់ប្រាណផងហាត់យូហ្គាផងដើម្បីឲ្យមាត់ស្បូនឆាប់បើកពេលរៀងយប់បន្តិចហ្នឹងអ្នកគ្រូមកដាក់ម៉ាស៊ីនចាប់ចង្វាក់បេះដូងឃើញថាខ្ញុំមានលោតសញ្ញាឈឺពោះខ្លាំងមែនតើចង់អត់កាត់ទេយកខ្ញុំទៅតាមដាននៅខមអត់អាចតាមដាននៅបន្ទប់ដទៀតទេពេលហ្នឹងខ្ញុំឈឺពោះហើយឈឺញាប់មែនតើដោយការខ្ញុំបើកស្បូន3លេខពេលសម្រាប់កូនខ្ញុំអញ្ចឹងនិយាយទៅមួយនាទីអីគឺលោតអាហ្នឹងឡើង3ដងហើយអ្នកគ្រូក៏លុកមើលទៅឃើញថាស្បូនខ្ញុំនៅតែបើកមួយកម្មដដែលហើយរយៈពេលឈឺហ្នឹងឡើងចង់6ម៉ោងហើយឈឺយកដោយការខ្ញុំសម្រាប់កូនទី1អញ្ចឹងព្រោះកូនទី1ខ្ញុំសម្រាប់ធម្មជាតិហើយឈឺបែបហ្នឹងដូចគ្នាអញ្ចឹងគឺអត់អាចຕົកយូរទេគឺខ្ញុំត្រូវការវះកាត់ជាបន្ទាន់និយាយទៅពេលហ្នឹងខ្ញុំភ័យមែនតើសូម្បីតែប្តីរបស់ខ្ញុំហ្នឹងក៏គាត់ភ័យដែរណាមួយហ្នឹងខាងមន្ទីរពេទ្យគឺគាត់រកគ្រប់វិធីសាស្ត្រឲ្យដើម្បីឲ្យខ្ញុំសម្រាប់ធម្មជាតិបានមាននឹងចាក់ថ្នាំបើកមាត់ស្បូនផងនិយាយទៅដោយសារខ្ញុំធ្លាប់សម្រាប់កូនទី1ធម្មជាតិអញ្ចឹងគាត់ចង់ឲ្យខ្ញុំសម្រាប់ធម្មជាតិទៀតតែជាលទ្ធផលគឺស្បូនខ្ញុំនៅតែអត់បើកអញ្ចឹងខ្ញុំមួយគ្រូសាខ្ញុំហ្នឹងក៏សម្រាប់ចិត្តថាសម្រាប់កូនដោយការវះកាត់និយាយទៅខ្ញុំឆ្លងកាត់ឡើងពីរសជាតិហ្មងសម្រាប់កូនធម្មជាតិផងនិងការវះកាត់ផងនៅក្នុងពេទ្យតែមួយ Finally អ្នកនរគ្នានេះគឺជាការអោបលើកដំបូងរបស់ខ្ញុំជាមួយនឹងកូនខ្ញុំអ្វីត្បិតតែកូនទី2មែនណាទាំងអស់គ្នាតែខ្ញុំនៅតែមើលវីដេអូនេះហើយកាត់បដាគឺខ្ញុំសក់ទឹកភ្នែកបដាហ្មងខ្ញុំមិននឹកស្មានថាខ្លួនឯងធ្វើបានទេព្រោះមុនពេលចូលវះកាត់ហ្នឹងគឺខ្ញុំភ័យផងញ័រផងព្រោះតាំងពីដើមមកខ្ញុំខ្លាចសំបីតែមកជុលតែអីដែលអត់រំពឹងទុកហ្នឹងគឺការសម្រាប់កូនដែលការវះកាត់ហ្នឹងគឺអត់មានដឹងភាពឈឺចាប់អីទាំងអស់ហ្មងហើយមើលមុខអូនអំពុំមីងឡើងកាភៀងហ្មងណាហើយសាច់អូនឡើងពណ៌ផ្កាឈូកហើយអ្នកដែលសប្បាយចិត្តជាងគេជាមួយនឹងសមាជិកថ្មីហ្នឹងគឺអាហៀព្រោះតាំងពីពេលពោះធំមកហ្នឹងគឺគេថាគេសួរពេលណាជីកើតមកពេលណាប្អូនកើតមកចំពោះវីដេអូនេះដែរក៏ចង់អរគុណដល់មន្ទីរពេទ្យអរខេតជាពិសេសអ្នកគ្រូនួនម្លាយនិយាយទៅគាត់ខំរកគ្រប់វិធីសាស្ត្រអស់ហើយមានទាំងចាក់ថ្នាំឲ្យខ្ញុំបើកមាត់ស្អូនផងជួសទឹកភ្លោះផងនិយាយទៅគាត់ខំរកគ្រប់វិធីសាស្ត្រហ្មងដើម្បីឲ្យខ្ញុំសម្រាប់ធម្មជាតិបានដោយសារការខ្ញុំកូនទី1ហ្នឹងខ្ញុំសម្រាប់ធម្មជាតិលឿនអញ្ចឹងគាត់ចង់ឲ្យខ្ញុំកូនទី2ហ្នឹងសម្រាប់ធម្មជាតិទៀតខ្ញុំឆ្លងកាត់ទាំងពីររសជាតិហ្មងនិយាយទៅពិតជាអរគុណអ្នកគ្រូមែនតើហ្មងតាអត់អីទោះបីសម្រាប់ធម្មជាតិឬក៏វះកាត់ក៏សុទ្ធតែមានការឈឺចាប់ដូចគ្នាតើដឹងថាការសម្រាប់កូនមិនថាការសម្រាប់ដោយការវះកាត់ឬក៏ធម្មជាតិទេសុទ្ធតែលះបង់ដូចគ្នាទាំងអស់ហើយការខ្ញុំសម្រាប់កូនទី1ហ្នឹងក៏ខ្ញុំសម្រាប់នៅអរខេតកោះពេជ្រហ្នឹងដែរព្រោះដោយសារនៅខាងមន្ទីរពេទ្យអរខេតហ្នឹងគឺការយកចិត្តទុកដាក់របស់ពួកគាត់គឺល្អមែនតើនិយាយឲ្យអស់ហ្មងទៅគឺថាមើលថាយើងដូចពនាងចឹងហើយគេមានតាំងពីសេវាកម្មកក់សក់ម៉ាមីក្រោយពេលសម្រានិយាយទៅអានេះមានតាំងពីខ្ញុំសម្រាប់ពេល2021មែនហ៎ហើយក៏ដូចជាបាយម្ហូប3ពេលនេះគឺម៉ាមីដាក់បានគ្រប់ពេលហ្មងសិតតែឆ្ងាញ់បើសម្រាប់កូនយើងវិញគឺការយកចិត្តទុកដាក់ហិតទៅលើយើងទៀតនិយាយទៅគាត់មក check up មួយកូនយើងរាល់ថ្ងៃហ្មងពីការវិវត្តរបស់កូនយើងមួយថ្ងៃយ៉ាងម៉េចដែរហើយនៅក្នុងហ្នឹងមានទាំងសេវាកម្មមួយទឹកឲ្យទៅរកទៀតនិយាយទៅប៉ាមកអត់ភ័យខ្លាចថាកើតកូនមកភ្លាមអត់ចេះមួយទឹកអីទេអូយខាងមន្ទីរពេទ្យគេដាក់ឲ្យមកចាប់ហ្មងមានទាំងម៉ាស្សាឲ្យកូនអីទៀតណានិយាយទៅអូយស្រួលខ្លួនទាំងម៉ែទាំងកូនហ្មងមើលតែកូនខ្ញុំមកគេងឲ្យអ្នកគ្រូម៉ាស្សាឡើងស្ងៀមហើយរៀបចេញពីពេទ្យហ្នឹងក៏ខាងមន្ទីរពេទ្យគាត់មានអេកូបេះដូងខួរក្បាលក៏ដូចជួសកែងជើងកូនយើងដែរហើយពីខ្ញុំទៅពិតជាពេញចិត្តពីសេវាកម្មខាងមន្ទីរពេទ្យអរខេតកោះពេជ្រមែនតើហ្មងដូចខ្ញុំបាននិយាយចឹងព្រោះលើកទី2ដែលខ្ញុំសម្រាប់នៅខាងមន្ទីរពេទ្យ